រកទូចបានមកដល់ក្រុមហ៊ុនម្ដាយជាលើកដំបូងភ្លាមនោះក៏បានដឹងថាការិយាល័យម្ដាយត្រូវបានគេលួចដាក់ឧបករណ៍ស្ដាប់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគេដូចជាមានឧបករណ៍ចាប់សញ្ញាអីចឹងដល់1នាទីផងក៏រកឃើញឧបករណ៍ស្ដាប់ជាច្រើនធ្វើឲ្យលេខាដែលនៅក្បែរនោះស្រឡាំងកាន់តែម្ដងគួរឲ្យដឹងថាពីមុនពួកគេបានជួបក្រុមអ្នកជំនាញឲ្យពិនិត្យជាច្រើនដងហើយតែមិនបានរកឃើញមួយសោះពេលនេះហើយទើបនារីនោះដឹងថាកូនប្រុសដែលទើបនឹងទទួលចិញ្ចឹមនេះមិនធម្មតាទេតាមពិតក្មេងប្រុសតូចនេះគឺជាកូនប្រុសដែលនារីនោះទើបនឹងទទួលចិញ្ចឹមនារីនោះដំឡើងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lindsay ដោយសារតែនៅ Live រហូតមិនអាចទទួលមរតកភាគហ៊ុន10ដែលនៅសល់របស់ក្រុមហ៊ុន Lindsay បានលោកតា Lin មុនពេលទទួលមរណភាពបានរកក្មេងប្រុសល្អ5នាក់ឲ្យនាងជាពិសេសដើម្បីឲ្យនាងជ្រើសរើសម្នាក់ជាអ្នកស្នងមរតកក្រុមហ៊ុន Lindsay ដើម្បីកុំឲ្យភាគហ៊ុន10របស់ក្រុមហ៊ុន Lindsay ត្រូវពូធំយកទៅនារីដែលមិនចូលចិត្តក្មេងនោះក៏បានជ្រើសរើសក្មេងប្រុសម្នាក់ដោយចៃដន្យបន្ទាប់មកក៏នាំគេទៅធ្វើឯកសារចិញ្ចឹមមិននឹកស្មានថាបងប្អូនជីដូនមួយរបស់នាងដើម្បីទប់ស្កាត់នាងមិនឲ្យចិញ្ចឹមក៏បានលួចកែច្នៃឡានដោយចេតនាឃើញឡានដឹកទំនិញធំមួយកំពុងបាត់បុកពួកគេយ៉ាងលឿនពេលដែលមនុស្សមួយចំនួនគិតថាលើកនេះប្រកាសជាស្លាប់ហើយប្រុសតូចម្នាក់ក៏លេចមកភ្លាមហើយបង្ខំឲ្យឡានដឹកទំនិញធំនោះឈប់ចំណែកស្គរគ្រាប់បំពង់នៅក្នុងបានបែកខ្ទេចខ្ទីពេញដីដោយសារការប្រុសយំហើយឲ្យនារីនោះសងស្គរគ្រាប់បំពង់របស់គេគ្រោះថ្នាក់ណាស់ខ្ញុំសុខចិត្តស៊ីអាចក៏មិនធ្វើកូនអ្នកដែរលោកស្រីយុនក្មេងនោះរត់បាត់ហើយមិនឲ្យទៅណាទេម៉ាក់ទើបតែសន្លប់ព្រោះតែជួយអ្នកទេអ្នកត្រូវតែសងខ្ញុំលេងខ្ញុំក្រោយពីសាកសួរទើបដឹងថាប្រុសនោះគ្មានឪពុកម្ដាយជាក្មេងកំព្រាឥឡូវកូនប្រុសដែលទទួលចិញ្ចឹមនោះក៏រត់បាត់ទៀតហើយនារីនោះក៏សួរក្មេងប្រុសថាចង់ធ្វើជាកូនរបស់ខ្ញុំឬអត់ធ្វើកូនអ្នកមានស្គរគ្រាប់បំពង់ញ៉ាំអត់ខ្ញុំនឹងឲ្យស្គរគ្រាប់បំពង់មួយឡានដឹកទំនិញដល់អ្នកម្ដាយសូមកូនគោរពម្ដងបន្ទាប់មកនារីនោះក៏នាំក្មេងប្រុសនោះត្រឡប់ទៅផ្ទះត្រកូលលីនវិញមិននឹកស្មានថាទើបតែដល់ផ្ទះក្មេងប្រុសនោះក៏បង្កបញ្ហាពេលចូលដល់ផ្ទះគេក៏ខ្ទប់ច្រមុះហើយនិយាយថាក្នុងផ្ទះស្អុយនារីនោះគិតថាច្រមុះគេខូចដោយសារការប៉ះទង្គិចដូច្នេះក៏មិនសូវចាប់អារម្មណ៍ថាគេឈ្មោះអ្វីនោះទេខ្ញុំគឺឆ្លាតបំផុតក្នុងចាវីរ៉ូបូតយុវជនថេបប៊ូវ៉ាន់អាយុ3ឆ្នាំខ្ញុំរកស៊ីជួញដូរភាគហ៊ុនមិនដែលខាតទេអាយុ4ឆ្នាំខ្ញុំបានក្លាយជាសិស្សឆ្នាំបញ្ចប់ការសិក្សានៅណានសៀងគ្មានអ្វីដែលមិនអាចធ្វើបានទៀតក៏សល់ហ្វាំងពូសិនដែលចេះគ្រប់យ៉ាងប្រុសនិយាយច្រើនណាស់តែនារីនោះមិនចាំមួយម៉ាត់សោះនាងក៏ឲ្យគេប្រើតកូរបស់នាងតែម្ដងហើយថែមទាំងដាក់ឈ្មោះថ្មីឲ្យគេទៀតរួចក៏ប្រញាប់ចេញទៅក្រៅនាងមិនបានដឹងថានាងទទួលចិញ្ចឹមនេះនឹងផ្លាស់ប្ដូរជីវិតនាងទាំងស្រុងពេលនារីនោះទើបតែក៏ចាប់ផ្ដើមរកប្រភពក្លិនស្អុយគេក៏លើកធូបការនៅមាត់ទ្វារមកហិតរួចក៏ធ្លាក់បែកនៅលើដីក្នុងធូបការមានគេដាក់ថ្នាំពោរ៉ាំរ៉ៃប្រុសក៏ហៅកូនចៅពីកោះសៀវយ៉ាវភ្លាមឲ្យពួកគេស៊ើបអង្កេតថាអ្នកណាជាអ្នកចង់ធ្វើបាបម៉ាក់ហើយក៏ឲ្យពួកគេទៅស៊ើបអង្កេតចំណូលចិត្តរបស់ម៉ាក់ទៀតតាមពិតក្មេងប្រុសនេះគ្មានម៉ាក់តាំងពីតូចទេពេលដែលលេងលើលោកនេះគេក៏បានជួបនារីនោះដោយចៃដន្យពិបាកណាស់ទើបមានម៉ាក់គេក៏តាំងចិត្តថាត្រូវតែការពារនាងឲ្យបានល្អមិនយូរប៉ុន្មាននារីនោះក៏បានរកឃើញមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍អ្នកនៅពីក្រោយគឺបងប្អូនជីដូនមួយរបស់នាងគោលបំណងគឺច្បាស់ណាស់គឺចង់បានភាគហ៊ុន10ដែលនៅសល់របស់ត្រកូលលីននារីនោះក៏មិនទុកមុខហើយនាងក៏ទៅរកបងប្អូនជីដូនមួយរបស់នាងហើយស្ដីបន្ទោសមួយទំហឹងដីនៅខាងលិចក្រុងនោះចាត់ទុកជាសំណងសុំទោសរបស់អ្នកចោះលើកក្រោយបើអ្នកហ៊ានរំលោភបំពានទៀតអ្នកនឹងសង្ស័យមិនរួចទេមនុស្សថោកទាបគ្មានឪពុកម្ដាយកិច្ចប្រជុំក្រុមប្រឹក្សាភិបាល3ថ្ងៃទៀតខ្ញុំនឹងធ្វើឲ្យអ្នកលុបជង្គង់អង្វរខ្ញុំដើម្បីលួងលោមម៉ាក់ឲ្យសប្បាយចិត្តប្រុសបានធ្វើតែទឹកដោះគោដែលម៉ាក់ចូលចិត្តបំផុតយកទៅក្រុមហ៊ុនតែពេលចូលដល់ការិយាល័យគេក៏ប្រទះឃើញឧបករណ៍លួចស្ដាប់ទើបមានឈុតឆាកនៅដើមរឿងនោះប្រុសប្រាប់ម៉ាក់ថាតែទឹកដោះគោទាំងនេះខ្ញុំជាអ្នកដាំដោយផ្ទាល់ដៃមានរសជាតិយិនសិនព្រៃអាយុ1000ឆ្នាំក៏មានរសជាតិផ្កាឈូកព្រើធានសាហើយក៏មានរសជាតិដង្កូវមាសចុងក្រោយគឺរសជាតិស្លឹកបៃតងផ្កាមាសនារីនោះសួរកូនប្រុសថាម៉ាក់មិនបានឈឺទេតើហេតុអ្វីបានជាដាក់អស់ច្រើនម្ល៉េះម៉ាក់នៅក្នុងបរិយាកាសពោលយូរពេកហើយការពោលបានជ្រៅណាស់ទៅហើយតែម៉ាក់កុំបារម្ភខ្ញុំអាចព្យាបាលបានរបាយការណ៍ពិនិត្យសុខភាពខ្ញុំមិនដែលមានបញ្ហាទេភ្នែកខ្ញុំគឺថ្មិញបើម៉ាក់មិនជឿអាចទៅមន្ទីរពេទ្យពិនិត្យមើលបាននារីនោះក៏ទៅ